បាទសាធុថ្ងៃនេះលោកគ្រូសូមនិយាយតាក់ទងអំពីវត្ថុស័ក្តិសិទ្ធិហ្នឹងហើយវត្ថុស័ក្តិសិទ្ធិហ្នឹងយើងនឹងស្រាប់ហើយវាមានច្រើនបែបច្រើនយ៉ាងទៅតាមការជំនឿរបស់មនុស្សយើងរៀងៗខ្លួនឬក៏ទៅតាមការពេញចិត្តស្រឡាញ់របស់មនុស្សយើងម្នាក់ៗវត្ថុស័ក្តិសិទ្ធិហ្នឹងមានច្រើនបែបច្រើនយ៉ាងហ្នឹងហើយទៅតាមការដែលយើងស្រឡាញ់ពេញចិត្តណាដូចជាខ្នាយតាន់ខ្នាយចាច់ចាយជូព្រៃហ្នឹងហើយឬក៏នាងពួនហ្នឹងហើយខ្លាចជង្គមខ្លាឃ្មុំជង្គមខ្លាយជាដើមចឹងនិយាយរួមទៅគឺរបស់ណាដែលយើងគោរពជំនឿស្រឡាញ់ឲ្យតែវត្ថុស័ក្តិសិទ្ធិហ្នឹងហើយវត្ថុស័ក្តិសិទ្ធិនេះយើងត្រូវធ្វើយ៉ាងណាឲ្យវាខ្លាំងពូកែណាកាលណាបើយើងបានរបស់ល្អរបស់ពិតគឺវានឹងខ្លាំងពូកែហើយកុំឲ្យតែរបស់ហ្នឹងវាអត់មានតួអង្គរបស់វាខ្លាំងខ្លាយណាយើងទិញដូចជាខ្នាយតាន់ចែកាច់អីចឹងយើងទិញប៉ះខ្លាំងខ្លាយរបស់ជ័រអញ្ចឹងទៅអានោះវាមិនស័ក្តិសិទ្ធិទេហ្នឹងហើយរបស់ធម្មតាឲ្យតែរបស់សុទ្ធហ្នឹងហើយរបស់សុទ្ធហ្នឹងវាកម្រណាស់រាល់ថ្ងៃនោះវាមានដែរគ្រាន់ថាវាជារបស់ល្មាក់ល្មមអញ្ចឹងណាវាមិនសុទ្ធពេកក៏វាល្មាក់ល្មមដូចជាខ្នាយតាន់ចែកាច់ជ្រូកព្រៃជាដើមហ្នឹងច្រើនជារបស់តៃសាហ្នឹងហើយបើថារបស់ដែលវាកាច់នៅវាកាច់ទុកចោលក្នុងភ្នំវាកម្រណាឥឡូវណាព្រៃឈើវាអស់ហើយវាកម្រមានណាវានៅដែរវានៅតិចកាលណាបើយើងបានរបស់អស់ទៅនឹងហើយយើងត្រូវយកមកធ្វើឧបកិច្ចណាយើងឧបកិច្ចណាដូចជាទិញផ្លែឈើទៀន5ធូប5អុជធូបណាយើងអុជធូបហើយសុទ្ធដាស់ប្រសិទ្ធិណាយកមកឲ្យគ្រូនឹងយកមកឲ្យលោកគ្រូដែលគេចេះហ្នឹងសូត្រដាស់ប្រសិទ្ធិប្រកាសប្រកបចឹងទៅដើម្បីឲ្យរបស់វិញ្ញាណវត្ថុស័ក្តិសិទ្ធិណាតួអង្គខ្នើយតាមចាកាច់ជ្រូកព្រៃឬក៏វត្ថុអីផ្សេងហ្នឹងនឹងឲ្យវារិទ្ធប្រកែឡើងហ្នឹងហើយតួអង្គល្អដែលគេមានវិញ្ញាណហ្នឹងគេមកស្ថិតនៅក្នុងវត្ថុស័ក្តិសិទ្ធិហ្នឹងហើយដល់ពេលយើងប្រើទៅវាខ្លាំងហ្នឹងហើយកិច្ចពិធីយើងត្រូវធ្វើអញ្ចឹងបានវាខ្លាំងប្រកែទៅតាមការចូលចិត្តទៅតាមជំនឿរបស់មនុស្សយើងម្នាក់ហ្នឹងហើយយើងក៏មិនបានធ្វើកិច្ចនមស្ការឧទ្ធូបឬក៏យកមកលោកគ្រូសុទ្ធដាស់ប្រសិទ្ធិហើយក៏យើងមិនបានដាក់ចំណីចំណុកឲ្យវត្ថុស័ក្តិសិទ្ធិគេណាហ្នឹងហើយដូចជាខ្នាយតាន់ជ្រូកព្រៃចាកាច់ជាដើមហ្នឹងគឺវាត្រូវការបរិភោគចំណីចំណុកចឹងដែរអញ្ចឹង